បាទអានេះខ្ញុំមកសាក្រោមជួបយាយអ្នកគាត់ឃើញផ្ទះសំបែងកូនចៅនៅណាទីហើយមើលទៅទិដ្ឋភាពគាត់គាត់ណាមិនដែលចូលស៊ូគាត់សិនយាយចៅជម្រាបសួរបាទយាយបញ្ជនប្រហែលហ្នឹងយាយ87មកយាយហ៎ហើយមកយាយអត់មានកូនមានចៅទេមានមួយកូនលោកបាទមានមួយមកយាយណោះហើយគាត់មានចៅមួយគាត់នៅណាមកយាយនៅបាត់បងនៅបាត់បងចឹងមកយាយមកនេះមកតែឯងទេហើយមកយាយអត់មានផ្ទះស្នាក់នៅមកយាយទេអត់ខ្ញុំមានធ្វើកូនខ្ទមនៅនោះធ្វើកូនខ្ទមនៅម្ដងណាមកយាយក្នុងទីណាខ្ញុំទៅស្គាល់អត់សូវស្គាល់ចឹងពេលព្រឹកមកយាយមកនៅផ្សារក្រោមនេះតែហ្មងយាយដេកនឹងនៅហ្មងយាយចុះបាយទឹកបានពីណាគេបានពីណាគេជួយខ្សាច់បងប្អូនគេសម្រាប់ជនគេជួយបាយទឹកតិចទៅហ្នឹងមកយាយចឹងមកយាយពេលបាយពីអីបានអីភាសាហ្នឹងមកយាយមានមកយាយដាំខ្លួនឯងឬមានចៅយកមកឲ្យឬមិនគេឲ្យទៅនឹងហ្មងគេអាណិតគេឲ្យមកយាយហ្នឹងមកយាយឈ្មោះអីដែរមកយាយគុណអរគុណបាទអរគុណហើយសម្រាប់បងប្អូនយើងនៅក្នុងខែជំរាបនេះបាទអញ្ចឹងសិនជាបាទមានចាត់សពរសធរអីបាទជួយដល់មកយាយផងដែលគាត់បាទលោកមកយាយឈ្មោះគុណហើយគាត់នៅខាងផ្សារក្រោមនេះគាត់កូនចៅគាត់នៅបាត់ដំបងគាត់នៅនេះតែម្នាក់ឯងទេគាត់ស្នាក់នៅបាទកន្លែងយាមកង់យាមម៉ូតូនេះបាទអញ្ចឹងសិនជាបងប្អូនបានឃើញបាទលោកយាយបាទជួយដល់មកយាយផងបាទទឹកក្តីចាងក្តីបាទសូមលេងបងតែជួបការលំបាកបាទជីវភាពប្រចាំថ្ងៃរបស់គាត់អរគុណមែនតែប៉ុណ្ណឹងទេជំរឿខ្ញុំនឹង